ខ្ញុំលឺមនុស្សមួយចំនួនគេចំអកគ្នាលេងណាគេនិយាយថាខំប្រឹងម៉ែហា3ពេលសោះខំប្រឹងម៉ែស្លាប់ទៅយកទៅបានម៉ែខំប្រឹងម៉ែវល់ជាងអុកញ៉ាវល់ជាងឯអាដាមទៀតខ្ញុំមិនមែនថាអីទេពាក្យខ្លះលួងចិត្តយើងឲ្យខ្សោយមែនតើទាំងតែពេលខ្លះយើងមិនមែនជាមនុស្សខ្សោយទេការពិតមួយនៅក្នុងសង្គមយើងមនុស្សរស់នៅដោយរលូនទៅបានមិនមែនគ្រាន់តែត្រូវការអាហារ3ពេលទេរឿងនេះយើងត្រូវតែទទួលស្គាល់ទាំងអស់គ្នាហើយបើរស់គ្រាន់តែតម្រូវការអាហារ3ពេលខ្ញុំគិតថាជីវិតយើងពិបាករស់មែនទែននៅក្នុងស្ថានភាពសេដ្ឋកិច្ចដូចសពថ្ងៃនេះជាគំនិតខ្ញុំឯណាមានកម្លាំងគឺត្រូវតែប្រឹងប្រែងត្រូវតែកសាងស្នាដៃកសាងជីវិតសុខភាពខំរលុយខំថែរក្សាសុខភាពថែរក្សាគ្រួសារខំប្រឹងឲ្យអស់ពីលទ្ធភាពអ្នកណាគេថាអើយខំឯងអាហារ3ពេលសោះហើយជប់បានច្រើនជាងនឹងមិនល្អឯមែនទេទៅដាក់កម្រិតខ្លួនឯងធ្វើអីកម្លាំងយើងមានឱកាសយើងមានហេតុអីមិននាំគ្នាខំប្រឹងទៅមានកម្លាំងឲ្យទៅប្តីផ្ដួលធ្វើអីដល់ពេលមួយដែលយើងអស់ថាមពលបានយើងស្រែកថាយើងធ្វើការអីអត់កើតទេយើងអត់មានកម្លាំងអានឹងជាកំហុសរបស់ណាទេនៅក្នុងសង្គមយើងមនុស្សរស់នៅដែលមានតម្លៃបំផុតមិនមែនគ្រាន់តែរស់នៅឲ្យតែរួចខ្លួនទេហើយក៏មិនមែនជាការដាក់សម្ពាធខ្លួនឯងឲ្យត្រឹមតែមករស់ទេត្រូវមានការអភិវឌ្ឍខ្លួនត្រូវមានការរៀនសូត្រអីថ្មីជានិច្ចហើយមានរឿងជាច្រើនទៀតដែលយើងត្រូវបំពេញដើម្បីឲ្យជីវិតរបស់យើងនឹងវាគ្រាន់បើទៅជួយអ្នកដទៃត្រូវជួយឪពុកម្ដាយទៅជ្រោមជ្រែងបងប្អូនទៅជួយសង្គមជាតិយើងត្រូវជួយរឿងជាច្រើនទៀតដើម្បីឲ្យមនុស្សនៅជុំវិញខ្លួនយើងគាត់ទទួលបានផលប្រយោជន៍កាន់តែច្រើនពីយើងមិនមែនរស់នៅដែលគ្រាន់តែមករួចខ្លួនទេអានឹងជារឿងមួយដែលយើងត្រូវគិតឡើងវិញសម្រាប់ទស្សនៈខាងលើនេះវាមិនខុសទេទស្សនៈថាខំប្រឹងម៉ែអាហារ3ពេលសោះខំប្រឹងម៉ែស្លាប់ទៅយកទៅមែនទុកពាក្យទាំងអស់នឹងប្រើនៅពេលដែលយើងលោភលន់ជ្រុលពេកនៅពេលដែលយើងបាក់ទឹកចិត្តនៅពេលដែលយើងធ្វើការលើសកម្លាំងអាចយកពាក្យទាំងអស់នឹងយកមកប្រើបានដើម្បីលួងចិត្តខ្លួនឯងឲ្យស្ងប់ប៉ុន្តែកុំយកពាក្យទាំងអស់នឹងមកធ្វើជាបន្ទាត់ជីវិតយើងមិនបានទេខំប្រឹងដើម្បីខ្លួនឯងខំប្រឹងដើម្បីគ្រួសារខំប្រឹងដើម្បីប្រទេសជាតិយើងនៅខ្វះខាតគ្រួសារយើងនៅខ្វះខាតត្រូវការឲ្យយើងបញ្ចេញថាមពលឲ្យអស់ពីសក្តានុពលខ្លួនឯងដើម្បីជួយខ្លួនឯងនិងគ្រួសារនិងប្រទេសជាតិយើងឲ្យទៅមុខបន្តទៀតខ្ញុំឮមនុស្សមួយចំនួនគេចំអកគ្នាលេងណាគេនិយាយថាខំប្រឹងម៉ែអាហារ3ពេលសោះខំប្រឹងម៉ែស្លាប់ទៅយកទៅបានម៉ែខំប្រឹងម៉ែវល់ជាងអុកញ៉ាវល់ជាងឯអាដាមទៀតខ្ញុំមិនមែនថាអីទេពាក្យខ្លះលួងចិត្តយើងឲ្យខ្សោយ